នៅក្នុងដែនទឹកដ៏ធំល្វឹងល្វើយនៃមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិកមានសត្វលូនវាដែលគួរឲ្យភ័យខ្លាចបំផុតនៅលើពិភពលោកកំពុងលាក់ខ្លួននៅទីនេះសត្វពស់សមុទ្របានវិវត្តទៅជាអ្នកប្រមាញ់ដ៏សាហាវដែលមានជាតិពុលខ្លាំងជាងពស់គោកជាច្រើនប្រភេទទៅទៀតសម្រាប់ប្រជាជនដែលរស់នៅតាមតំបន់ឆ្នេរការប្រឈមមុខនឹងពស់សមុទ្រគឺជាគ្រោះថ្នាក់ដែលមិនអាចមើលរំលងបានឡើយឯកសារនេះពី National Geographic នឹងនាំយើងទៅស្វែងយល់ពីជីវិតនិងការតស៊ូរបស់សត្វពស់សមុទ្រនៅក្នុងតំបន់ Indo-Pacific ពស់សមុទ្រភាគច្រើនមានដើមកំណើតមកពីពស់គោកដែលពោលប៉ុន្តែពួកវាបានសម្របខ្លួនទៅនឹងជីវិតនៅក្នុងទឹកអស់រយៈពេលរាប់លានឆ្នាំពួកវាមានកន្ទុយដែលមានរាងសំប៉ែតដូចអណ្តែតដែលជួយឲ្យពួកវាហែលទឹកបានយ៉ាងលឿននិងមានប្រសិទ្ធភាពពួកវាអាចជ្រមុជទឹកបានរយៈពេលយូរហើយថែមទាំងអាចដកដង្ហើមតាមរយៈស្បែករបស់ពួកវាទៀតផងប៉ុន្តែអ្វីដែលធ្វើឲ្យពួកវាក្លាយជាសត្វដ៏គ្រោះថ្នាក់បំផុតនោះគឺជាពុលដ៏ខ្លាំងក្លារបស់ពួកវាពស់សមុទ្រ Big Sea Snake មានជាតិពុលខ្លាំងជាងពស់វែកដល់ទៅ10 ដងមួយដំណក់នៃជាតិពុលរបស់វាអាចសម្លាប់មនុស្សបានរហូតដល់ទៅ3នាក់សំណាងល្អដែលពស់សមុទ្រភាគច្រើនមិនឆេវឆាវហើយច្រើនតែវាប្រហារតែពេលដែលគេរំខានប៉ុណ្ណោះនៅតំបន់ Indo-Pacific មានពស់សមុទ្រជាង50ប្រភេទផ្សេងគ្នាពួកវានីមួយមានយុទ្ធសាស្ត្របរបាញ់និងរបបអាហាររៀងខ្លួនពស់សមុទ្រ Olive Sea Snake ចូលចិត្តបរបាញ់ត្រីតូចនៅតាមផ្កាថ្មពស់សមុទ្រ Spine-tailed Sea Snake មានចំណូលចិត្តចំពោះត្រីអន្ទង់ដែលវាអាចចាប់បានដោយការជ្រៀតចូលទៅក្នុងរូងក្រោមទឹកការបរបាញ់របស់ពួកវាគឺរហ័សនិងសាហាវពួកវាប្រើជាតិពុលដើម្បីបំពុលនិងបំផ្លាញសត្វព្រៃរបស់ពួកវាមុនពេលលេបវាទាំងមូលទោះបីជាមានគ្រោះថ្នាក់ក៏ដោយក៏សត្វពស់សមុទ្រដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រពួកវាជួយគ្រប់គ្រងចំនួនត្រីនិងសត្វក្រៀលដែលរក្សាតុល្យភាពនៃខ្សែចំណីអាហារប៉ុន្តែសកម្មភាពរបស់មនុស្សកំពុងគំរាមកំហែងដល់ជីវភាពរស់នៅរបស់ពួកវាការនេសាទហួសកម្រិតការបំពុលបរិស្ថាននិងការប្រែប្រួលអាកាសធាតុកំពុងធ្វើឲ្យចំនួនពស់សមុទ្រថយចុះយ៉ាងឆាប់រហ័សពួកវាជាច្រើនត្រូវបានជាប់នៅក្នុងសំណាញ់នេសាទហើយត្រូវបានសម្លាប់ដោយអ្នកនេសាទដែលចាត់ទុកពួកវាថាជាសត្វចង្រៃការបំផ្លាញចម្រុកធម្មជាតិរបស់ពួកវាដូចជាផ្កាថ្មនិងព្រៃកោងកាងក៏កំពុងធ្វើឲ្យពួកវាបាត់បង់កន្លែងរស់នៅផងដែរអ្នកវិទ្យាសាស្ត្រកំពុងព្យាយាមសិក្សាពីឥរិយាបថនិងជីវវិទ្យារបស់ពស់សមុទ្រដើម្បីយល់ដឹងកាន់តែច្បាស់អំពីពួកវានិងស្វែងរកវិធីការពារពួកវាពួកគេកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើបដូចជាឧបករណ៍តាមដានផ្កាយរណបនិងកាមេរ៉ាក្រោមទឹកដើម្បីតាមដានចលនានិងអាកប្បកិរិយារបស់ពួកវាឯកសារនេះបានចាប់យកទិដ្ឋភាពដ៏កម្រនៃជីវិតរបស់សត្វពស់សមុទ្រនៅក្នុងចម្រុះធម្មជាតិរបស់ពួកវាយើងបានឃើញពួកវាកំពុងបរបាញ់បន្តពូជនិងជៀសវាងគ្រោះថ្នាក់ពីសត្វមំសាសីផ្សេងទៀតយើងក៏បានឃើញពីភាពស្រស់ស្អាតនិងភាពស្មុគស្មាញនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រដែលពួកវាជាផ្នែកមួយពស់សមុទ្រគឺជានិមិត្តរូបនៃភាពអាថ៌កំបាំងនិងគ្រោះថ្នាក់នៃមហាសមុទ្រពួកវាជាសត្វដែលគួរឲ្យខ្លាចប៉ុន្តែក៏គួរឲ្យចាប់អារម្មណ៍ផងដែររឿងរ៉ាវរបស់ពួកវាគឺជារឿងរ៉ាវនៃការតស៊ូដើម្បីរស់រានមានជីវិតនៅក្នុងពិភពដ៏ខុសខើមួយវាជារឿងរ៉ាវដែលបង្ហាញយើងពីភាពអស្ចារ្យនៃធម្មជាតិនិងសារៈសំខាន់នៃការការពារវាតើអ្នកចង់ដឹងទេថាតើសត្វពស់សមុទ្រមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីរស់រានមានជីវិតនៅក្នុងមហាសមុទ្រតើអ្នកចង់ឃើញពីទិដ្ឋភាពដ៏កម្រនៃការបរបាញ់របស់ពួកវាដែរឬទេចម្លើយនឹងត្រូវបានបង្ហាញនៅក្នុងវីដេអូនេះកុំខកខានឱកាសក្នុងការស្វែងយល់ពីអាថ៌កំបាំងនៃសត្វពស់សមុទ្រនៅតំបន់ Indo-Pacific ទស្សនាវីដេអូនេះឥឡូវនេះដើម្បីចាប់ផ្ដើមដំណើរផ្សងព្រេងដ៏គួរឲ្យចាប់អារម្មណ៍នេះប្រភពព័ត៌មាន Nat Geo Animals សូមអរគុណសម្រាប់ការទស្សនា